តាអ្នកដឹងអត់ទាំងនេះជាប្រវត្តិត្រួតរបស់ក្រុមហ៊ុន YouTube គឺជាវេទិកាវីដេអូអនឡាញធំបំផុតមួយនៅលើពិភពលោកដែលបង្កើតឡើងក្នុងឆ្នាំ2005ដោយ Steve Chen, Chad Hurley និង Javed Karim អតីតរយោជិត PayPal គោលបំណងដំបូងគឺដើម្បីឲ្យមនុស្សអាចផ្ទុកនិងចែករំលែកវីដេអូបានងាយស្រួល2005វីដេអូដំបូងដែលមានចំណងជើង Me at the Zoo ត្រូវបាន Javed Karim បង្ហោះ2006 YouTube មានប្រជាប្រិយភាពខ្លាំងរហូតក្រុមហ៊ុន Google បានទិញវាជាង $1.67 លាន2007ដល់2010 YouTube ចាប់ផ្ដើមបង្កើតកម្មវិធី YouTube Partner Program ឲ្យអ្នកបង្កើតម៉ាតន័យអាចរកប្រាក់ចំណេញពីការផ្សាយពាណិជ្ជកម្ម2010ដល់2015ក្លាយជាវេទិកាវីដេអូដ៏សំខាន់សម្រាប់តារានិងអ្នកបង្កើតម៉ាតន័យឯករាជ្យបន្ថែមលក្ខណៈថ្មីៗដូចជា Live Streaming, HD និង 4K បច្ចុប្បន្ន YouTube មានអ្នកប្រើប្រាស់លើសពី 2,000 នាក់ជារៀងរាល់ខែវាមិនត្រឹមតែជាកន្លែងចែករំលែកវីដេអូទេប៉ុន្តែជាវេទិកាសម្រាប់អប់រំសិល្បៈតន្ត្រីព័ត៌មាននិងអាជីវកម្មសរុបសេចក្តី YouTube បានផ្លាស់ប្ដូរវិធីដែលមនុស្សទស្សនាម៉ាតន័យនិងធ្វើអាជីវកម្មតាំងពីការលេងកម្សាន្តរហូតដល់ការសិក្សាសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការស្ដាប់សូមជូនពរសុខភាពល្អនិងសុខសុភមង្គលកុំភ្លេចចុច Subscribe ដើម្បីទទួលវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណ